នៅខាងកើតនៃក្រុងសៀមរាបចម្ងាយប្រមាណជាង10គីឡូម៉ែត្រមានរូបសំណាកដ៏ធំមួយដែលគេស្គាល់ថាជាព្រះបាទជ័យវរ្ម័នទី7មានកម្ពស់ប្រមាណជិត30ម៉ែត្រនិងត្រូវបានកសាងនាអំឡុងឆ្នាំ2000ឬក៏មុននេះបន្តិចរួចមកខ្ញុំក៏បន្តដំណើរទៅកាន់ទីបុរាណស្ថានមួយកន្លែងដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃក្រុងរុនតាឯកលាក់ខ្លួននៅក្នុងព្រៃដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរានៅមិនឆ្ងាយប៉ុន្មានពីទីនេះមានព្រៃសហគមន៍មួយកន្លែងដែលមានផ្ទៃដីប្រមាណ1022ហិកតាមានសម្បូរទៅដោយដើមកោងកាងនិងត្រូវបានការពារតាំងពីឆ្នាំ1998នោះគឺព្រៃសហគមន៍ទឹកជប់ខ្នាពោចាក់ចេញពីក្រុងសៀមរាបនៅម៉ោងប្រមាណ9កន្លះដោយធ្វើដំណើរទៅកាន់ភាគខាងកើតនៃក្រុងសៀមរាបចម្ងាយប្រមាណជាង30គីឡូក្នុងទិសដៅទៅកាន់ស្រុកសូទ្រនិគមជាស្រុកមួយដែលគេស្គាល់តាមរយៈភូមិបណ្ឌិតទឹកនោះគឺភូមិកំពង់ឃ្លាំងក្រៅពីភូមិបណ្ឌិតទឹកកំពង់ឃ្លាំងស្រុកសូទ្រនិគមក៏មានតំបន់ទេសចរណ៍ធម្មជាតិមួយទៀតនោះគឺព្រៃសហគមន៍ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងរុនតាឯកព្រៃសហគមន៍ដែលខ្ញុំសម្ដៅទៅនេះគឺជាព្រៃសហគមន៍មួយដែលខុសប្លែកពីបណ្ដាព្រៃសហគមន៍ដទៃទៀតដោយខ្ញុំបានទទួលព័ត៌មានថានៅក្នុងព្រៃសហគមន៍មួយនេះមានដុះនៅរុក្ខជាតិមួយប្រភេទដែលយើងតែងតែដឹងថារុក្ខជាតិមួយនេះភាគច្រើនមានដុះនៅតំបន់ដៃសមុទ្រហើយនិងតំបន់មួយចំនួននៅជាប់នឹងមាត់សមុទ្រតែដោយឡែកនៅក្នុងព្រៃសហគមន៍មួយនេះយើងបែរជាឃើញមានរុក្ខជាតិមួយនេះមានដុះនៅលើផ្ទៃទឹកសាបផងដែរនោះគឺដើមកោងកាងបន្ទាប់ពីបានចូលចាក់សាំងរួចមកខ្ញុំក៏បានបន្តដំណើរទៅតាមផ្លូវជាតិលេខ6ដដែលដោយនៅតាមដងផ្លូវខ្ញុំបានឮអ្នកភូមិនៅម្ដុំនេះប្រាប់ថាមានរូបសំណាកធំមួយដែលខ្ញុំតែងតែរំលងរាល់ពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះតែនៅក្នុងថ្ងៃនេះខ្ញុំបានសម្រេចចិត្តស្វែងរករូបសំណាកធំនេះតាមការចង្អុលបង្ហាញពីអ្នកភូមិចូលតាមច្រកតូចមួយដែលហ៊ុំព័ទ្ធដោយដើមត្របែកព្រៃចុះពីផ្លូវជាតិលេខ6ចម្ងាយប្រមាណជិតកន្លះគីឡូយើងប្រកាសជាបានជួបប្រទះនៅរូបសំណាកដ៏ធំនេះដែលស្ថិតនៅពីក្រោយផ្ទះអ្នកភូមិមុនចូលមកដល់បរិវេណនៃរូបសំណាកធំយើងប្រកាសជាទាក់ភ្នែកជាមួយនឹងរូបសំណាកព្រះគណេសដែលស្ថិតនៅប៉ែកខាងកើតបើតាមការរៀបរាប់ពីអ្នកភូមិដែលខ្ញុំបានជួបនៅមុននេះបានឲ្យដឹងថារូបសំណាកព្រះគណេសនេះទើបតែត្រូវបានយកមកតាំងក្រោយរូបសំណាកធំប្រមាណជា2ឆ្នាំចំណែកឯរូបសំណាកធំដែលស្ថិតនៅខាងក្រោយនេះគឺត្រូវបានយកមកតាំងពីឆ្នាំ2000ឬក៏មុននេះបន្តិចដោយគាត់បានបញ្ជាក់ថាសម្រាប់ឆ្នាំគឺគាត់ចាំមិនច្បាស់នោះទេបើតាមការរៀបរាប់ពីប្រវត្តិអ្នកភូមិបានឲ្យដឹងថារូបសំណាកនេះត្រូវបានយកមកពីស្រុកសន្ទុកខេត្តកំពង់ធំដោយយកមកតម្កល់ដំបូងមានតែរូបសំណាកហើយនឹងបល្ល័ង្កតែប៉ុណ្ណោះលុះក្រោយមកទើបបានគេធ្វើឆ័ត្រធ្វើពីស៊ីម៉ង់នៅមុន COVID-19 មានក្រុមសិល្បៈស្បែកធំតែងតែមកប្រគំនៅទីនេះស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងបរិវេណនៃការប្រគំនេះគេសង្កេតឃើញមានជនបរទេសនិងអ្នកភូមិដែលនៅតំបន់នេះតែងតែមកទស្សនាលុះក្រោយមកគេក៏លែងឃើញមានវត្តមានរបស់ក្រុមស្បែកធំនេះមកប្រគំតាំងពីពេលនោះមកនៅមុននេះបន្តិចខ្ញុំមិនទាន់បានរៀបរាប់ឲ្យអស់ពីរូបសំណាកដ៏ធំនេះនៅឡើយទេរូបសំណាកធំនេះត្រូវបានគេស្គាល់ច្បាស់ថាជារូបសំណាករបស់ព្រះមហាក្សត្រខ្មែរយើងគឺព្រះបាទជ័យវរ្ម័នទី7ឬវ៉ាម៉ាទី7តែសម្រាប់អ្នកភូមិគាត់ហៅត្រឹមតែរូបព្រះ
ដោយចង់សំដៅទៅលើព្រះពុទ្ធរូបអ្នកដែលមានសទ្ធានៅក្នុងការកសាងរូបសំណាកនេះគឺជាសិល្បករជើងចាស់ផ្នែកភាពយន្តខ្មែរគឺព្រឹទ្ធាចារ្យ Claude រតនាដោយតាមរយៈបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍នៅក្នុងស្រុកលោកបានបង្ហាញពីមហិច្ឆតារបស់លោកដោយចង់ផលិតភាពយន្តប្រវត្តិសាស្ត្រជាតិដោយលោកបានត្រៀមបម្រុងនៅទីតាំងទាំងនេះសម្រាប់ទុកថតខ្សែភាពយន្តដោយទីតាំងដែលលោកបានត្រៀមមានទាំងនៅសៀមរាបហើយនិងខេត្តកំពង់ឆ្នាំងព្រោះខេត្តទាំងពីរនេះគឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្រខ្មែរយើងមុនធ្វើដំណើរទៅដល់ព្រៃសហគមន៍យើងនឹងប្រទះឃើញនៅព្រៃតូចមួយដែលស្ថិតនៅខាងជើងនៃផ្ទះអ្នកភូមិនៅក្នុងព្រៃនេះមានប្រាសាទបុរាណតូចមួយដែលមានឈ្មោះថាប្រាសាទបន្ទាយអំពិលសាងឡើងនៅក្នុងសតវត្សទី12ដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាមានចម្ងាយប្រមាណ10គីឡូពីប្រាសាទចៅស្រីវិបុលប្រាសាទនេះស្ថិតនៅក្នុងភូមិសំរោងឃុំខ្នាពោស្រុកសូទ្រនិគមបើនិយាយពីរូបរាងប្រាសាទនេះនៅមានសភាពរឹងមាំច្រើននិងមានផ្នែកខ្លះត្រូវបានបាក់បែកដោយអន្លើមានផ្នែកខ្លះបាក់បែកដោយធម្មជាតិនិងផ្នែកខ្លះទៀតបាក់បែកដោយសារតែមនុស្សជីកកកាយរកនៅវត្ថុបុរាណឬក៏ក្បាលអ្នកតាដែលជាភាសារបស់អ្នកភូមិនៅក្នុងរបបប្រល័យពូជសាសន៍ទីនេះជាទីតាំងរបស់ក្រុមខ្មែរក្រហមដែលយកព្រៃនេះជាទីស្នាក់អាស្រ័យដោយមិនមាននរណាចូលមកបំផ្លាញនៅទីនេះឡើយលុះតែស្រុកទេសចប់សង្គ្រាមក៏មានក្រុមចោរលួចកោះរកវត្ថុបុរាណដែលអ្នកភូមិច្រើនតែហៅថារោគក្បាលអ្នកតាដែលការកោះកកាយនេះបណ្ដាលឲ្យផ្នែកនៃប្រាសាទបានរងនឹងការបាក់បែកនេះជាការរៀបរាប់របស់អ្នកយាមប្រាសាទនៅទីនេះได้ยักอ่านมั้ยนมบา นมอีกแกนมบาจบ มาอ่านมั้ยบาโปงปง ไอ้เดียด ปงปงแต่ไม่ปงเขาจึงโมขมารู้ขมานมปงขมายรูปซาโจเยจีตาไตติซาจุลสลาสลึกกาสลัก สลัก ตายุตายสลึกตาย ต่อยมาอ่าน ได้รู้จักสลักตาย จังไงอ่านตั้งเอามั้ยอ่านตั้งเอาอ่านทำไมอ่านซ้ำต้มๆนะไม่จ้ะជាធម្មតារពេលចេញដំណើរខ្ញុំតែងតែពឹងពាក់ទៅលើ Google Map ដើម្បីជាជំនួយនៅក្នុងការធ្វើដំណើរតែមកដល់ត្រង់នេះខ្ញុំមិនអាចពឹងពាក់ទៅលើ Google Map បានទៀតនោះទេព្រោះតែសេវាទូរស័ព្ទដែលខ្ញុំប្រើនេះនៅតំបន់នេះគឺគ្មានសេវាទាល់តែសោះអាចថាជាសំណាងល្អរបស់ខ្ញុំបានជួបនឹងអ្នកឃ្វាគោម្នាក់ដែលរៀបតែនឹងដាញ់គោត្រឡប់ទៅផ្ទះវិញគាត់បានប្រាប់ពីផ្លូវកាត់ដើម្បីចូលទៅក្នុងព្រៃតែផ្លូវកាត់នេះយើងអាចធ្វើដំណើរបានត្រឹមតែម៉ូតូប៉ុណ្ណោះព្រោះផ្លូវមានទំហំតូចនិងស្ពានឈើដែលត្រូវឆ្លងកាត់មានសភាពចាស់ទ្រុឌទ្រោមជាខ្លាំងមានចម្ងាយប្រមាណ35គីឡូពីក្រុងសៀមរាបព្រៃសហគមន៍នេះមានផ្ទៃដីទំហំ1022ហិកតានៅក្នុងនោះផ្ទៃដីដែលមានដុះដើមកោងកាងគឺមានទំហំ98ហិកតាពេលចូលមកដល់ក្នុងព្រៃយើងនឹងបានឃើញនៅស្រះទឹកដ៏ធំមួយមុនចូលទៅដល់ស្ពានឈើដែលមានដុះដើមកោងកាង
ផ្ដើមចេញពីការស្រឡាញ់ធម្មជាតិនិងបារម្ភពីការបាត់បង់ព្រៃឈើទៅថ្ងៃខាងមុខអ្នកភូមិនៅទីនេះបានសហការគ្នារៀបចំព្រៃសហគមន៍នេះឡើងតាំងពីឆ្នាំ1998អ្វីដែលគួរឲ្យចាប់អារម្មណ៍ពីទីនេះគឺនៅក្នុងព្រៃសហគមន៍នេះគឺមានដើមឈើមួយប្រភេទដែលដើមឈើប្រភេទនេះច្រើនតែមានដុះនៅតំបន់ដៃសមុទ្រឬក៏តំបន់មាត់សមុទ្រតែនៅក្នុងព្រៃនេះយើងបែរជាឃើញមានដុះដើមកោងកាងនេះផងដែរដើមកោងកាងនៅទីនេះគេឲ្យឈ្មោះថាដើមកោងកាងទឹកសាបដែលមានទំហំផ្ទៃដីធំជាងគេចំពោះតំបន់ដែលមានដុះដើមកោងកាងទឹកសាបនេះដុះនៅលើដីខ្សាច់មានកម្ពស់ពី5ទៅ8ម៉ែត្រសម្បកពណ៌ក្រហមនិងមានដើមស្រលូនកោងកាងនៅទីនេះមិនសូវជាមានស្លឹកច្រើនប៉ុន្មាននោះទេនេះក៏ប្រហែលដោយសារតែមានការដុះប្រជែងគ្នាមានម្លប់បាំងកម្ដៅមិនឲ្យក្ដៅទៅដល់អ្នកដំណើរកោងកាងនៅទីនេះមិនសូវជាមានឫសច្រើនដូចជានៅតំបន់ផ្សេងនេះជាអ្វីដែលខ្ញុំបានកត់សម្គាល់នៅទីនេះចេញពីដើមកោងកាងដែលមានកម្ពស់ខ្ពស់យើងនឹងមកដល់ផ្នែកខាងលិចដែលមានដើមកោងកាងកម្ពស់ទាបនៅទីនេះយើងឃើញមានផ្ទះស្នាក់មួយដែលអ្នកដំណើរជាច្រើនអាចចូលសម្រាកនៅទីនេះបានមុនពេលដែលព្រះសូរិយារៀបលិចខ្ញុំក៏ប្រញាប់ចាក់ចេញពីទីនេះតែនៅក្នុងចិត្តរបស់ខ្ញុំហាក់មិនចង់ចាក់ចេញពីទីនេះទៅវិញព្រោះតែសម្រស់នៅក្នុងព្រៃសហគមន៍នេះជាពិសេសគឺនៅពេលដែលព្រះអាទិត្យបាញ់ពន្លឺចាំងចូល